បាទជំរាបសួរបងប្អូនទាំងគ្នាបាទយើងវិលមកជួបគ្នាម្ដងទៀតហើយវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងការប៊ូផុបបងប្អូនណាបាទមិនថាប៊ូរូបភាពឬមួយក៏ប៊ូវីដេអូទេហើយបច្ចេកទេសនៅថ្ងៃនេះគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងការប្រើ audience មួយប្រភេទដែលគេហៅថា lookalike audience អញ្ចឹងវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនរួចហើយពាក់ព័ន្ធជាមួយនឹងការបង្កើត custom audience ក៏ជា audience មួយប្រភេទដែលយើងអាចប៊ូបានដែរហើយ lookalike audience ក៏ជា audience មួយប្រភេទទៀតដែលស្រដៀងគ្នាទៅនឹង custom audience ផងដែរអញ្ចឹងបងប្អូនដឹងហើយការប៊ូវាមានបច្ចេកទេសនិង technique ច្រើនមែនទែននៅក្នុង platform របស់ Facebook យើងមានវិធីសាស្ត្រជាច្រើនដែលយើងអាចធ្វើបានវិធីសាស្ត្រនីមួយៗសុទ្ធតែខុសៗគ្នាផងដែរអញ្ចឹងខ្ញុំសង្ឃឹមថា technique និងបច្ចេកទេសមួយចំនួនដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនវានឹងជាប្រយោជន៍ទៅកាន់បងប្អូនផងដែរបាទអញ្ចឹងយើងត្រឡប់មកនិយាយពាក់ព័ន្ធមួយនឹងការប៊ូដែលយើងប្រើ lookalike audience វិញរបស់ខ្ញុំយ៉ាងងាយយល់គឺបងប្អូនត្រូវតែស្គាល់ custom audience ជាមុនសិន custom audience គឺជា audience មួយប្រភេទដែលយើងច្រោះចេញពីអតិថិជនដែលមានសកម្មភាពជាមួយនឹង page របស់យើងបាទពាក់ព័ន្ធជាមួយនឹងអ្នក like comment share ឬមួយក៏បានឆាតចូល page តាមរយៈការប៊ូផុសកន្លងមករបស់បងប្អូនហ្នឹងបាទអតិថិជនទាំងអស់ហ្នឹងហើយដែលយើងយកពួកគាត់មកធ្វើជា custom audience បាទហើយ lookalike audience ក៏ដូចទៅនឹងពួកគាត់ដូចគ្នាប៉ុន្តែគាត់មិនមានសកម្មភាពជាមួយនឹង page របស់យើងទេគាត់ចូលចិត្តផលិតផលដូចគ្នាប៉ុន្តែគាត់មានសកម្មភាពជាមួយនឹង page ផ្សេងបាទអញ្ចឹងយើងត្រូវតែប្រើ option មួយដែលមានឈ្មោះថា lookalike audience ដើម្បីយក audience ទាំងអស់ហ្នឹងយកមកធ្វើការ book ទៅលើ post ក៏ដូចជាវីដេអូរបស់បងប្អូនសារជាថ្មីម្ដងទៀតប្រសិទ្ធភាពនៃការចំអតិថិជនគោលដៅគឺខ្ពស់មែនទែនដោយសារតែយើងប្រើ audience ដែលយើងច្រោះចេញពីទម្លាប់ដែលគាត់មានសកម្មភាពជាមួយនឹង page របស់យើងអញ្ចឹងចង់ដឹងថាតើវាអាចធ្វើបានដោយរបៀបណាបងប្អូនទាំងគ្នាអាចទៅមើលវីដេអូនេះបានអញ្ចឹងមុននឹងចូលទៅដល់វីដេអូរបស់យើងបើសិនជាបងប្អូនចូលចិត្តវីដេអូនេះបងប្អូនអាចធ្វើការចុច like នៅវីដេអូនេះបានហើយបើសិនជាបងប្អូនចង់បានវីដេអូថ្មីៗបន្តទៀតបងប្អូនអាចធ្វើការចុច subscribe នៅ channel របស់ខ្ញុំបានហើយយើងនឹងជួបគ្នានៅវីដេអូថ្មីៗជារៀងរាល់សប្តាហ៍ផងដែរបាទតោះអញ្ចឹងកុំឲ្យខាតពេលបងប្អូនទាំងគ្នាណាយើងទៅមើលវីដេអូទាំងគ្នាអូខេអញ្ចឹងកុំឲ្យរងចាំយូរបងប្អូនទាំងគ្នាបើកជាមួយនឹង ADM Manager ហើយបន្តមកទៀតបងប្អូនក្លែកមកមើលខាងឆ្វេងដៃនេះមកបាទបងប្អូនចុចកន្លែង All Tool បន្តមកទៀតបងប្អូនមើលកន្លែងពាក្យថា Audience ហើយបងប្អូនធ្វើការ right click ហើយបើក Open New Tab មកបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនទាំងគ្នាកន្លែងមើល audience មួយដែលខ្ញុំបានបង្កើតទៅបងប្អូនបាទគឺពាក់ព័ន្ធជាមួយនឹងខ្ញុំបាន set name បងប្អូនដឹងហើយខ្ញុំបាន set name ពីតមុនខ្ញុំ set name custom audience អញ្ចឹងបងប្អូនឃើញហើយគឺ audience ដែលយើង custom បានពីលើកមុនហ្នឹងគឺបានចំនួន2004នាក់ទៅដល់2800នាក់ផងដែរពីការដែលពួកគាត់ចុចឆាតចូល page ចុច like comment share យើងប៉ុន្តែពួកគាត់អត់បានទិញអ្នកខ្លះទិញហើយអ្នកខ្លះអត់បានទិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងយក audience ទាំងអស់ហ្នឹងមកធ្វើជា custom audience ដើម្បី run ad ថ្មីមួយទៀតទៅកាន់ពួកគាត់ម្ដងទៀតបាទអញ្ចឹងវីដេអូមុនខ្ញុំបានបញ្យល់បងប្អូនច្បាស់ហើយពាក់ព័ន្ធជាមួយនឹង custom audience ហ្នឹងបាទអញ្ចឹងវីដេអូនេះគឺពាក់ព័ន្ធជាមួយ lookalike audience អ្វីទៅគឺជា lookalike audience បងប្អូនបាទគឺពាក់ព័ន្ធជាមួយ lookalike audience វាជា audience ដែលស្រដៀងគ្នាដែលមានភិនភាគស្រដៀងគ្នាឬមួយក៏ដូចគ្នាទៅនឹង custom audience ដែលយើងបានបង្កើតអញ្ចឹងបងប្អូនយល់កន្លែងហ្នឹងហើយបងប្អូនអាចធ្វើការបង្កើត custom audience ហើយបងប្អូនអាចធ្វើការបង្កើតជាមួយនឹង lookalike audience ដែលដូចគ្នាទៅនឹង custom audience បានហើយបាទអញ្ចឹងអូខេខ្ញុំបញ្យល់បងប្អូនប៉ុណ្ណឹងសង្ឃឹមថាបងប្អូនយល់អញ្ចឹងយើងចាប់ផ្ដើមបង្កើតជាមួយនឹង lookalike audience ទាំងអស់គ្នាបងប្អូនណាចាំបងប្អូនកលេចមកមើលខាងឆ្វេងដៃនេះមកហើយបងប្អូននឹងឃើញមានពាក្យថា create audience ចាំបងប្អូនចុចមកចាំបងប្អូនយកពាក្យថា lookalike audience នេះមកបាទអញ្ចឹងនៅកន្លែងនេះបងប្អូនធ្វើការ create new soft អញ្ចឹងបើសិនជាបងប្អូនមិនទាន់មាន custom audience វាឲ្យបងប្អូនបង្កើតណាបងប្អូនចុចមកកន្លែង order source នេះមកចាំបងប្អូន scroll ឡើងបងប្អូននឹងឃើញ custom audience ដែលយើងបានបង្កើតហើយបាទចាំមក play ណាបាទនេះគឺជា custom audience យើងបានបង្កើតអញ្ចឹងបងប្អូនត្រូវតែបង្កើត custom audience ជាមុនសិនណាបងប្អូនបាទបើឲ្យល្អបង្កើតទុកចោល2ទៅ3ថ្ងៃទៅចាំយកមកបង្កើត lookalike audience ចាំឲ្យវាសូតិនលៃសិនណាបងប្អូនបាទអូខេមកដល់កន្លែងនេះបងប្អូន select មកវាយថា Cambodia ចឹងមកអញ្ចឹងមកដល់កន្លែង select audience size select audience size នេះបងប្អូនអាចយកទៅដល់ 5% មកណាបាទអញ្ចឹងចន្លោះពី1ទៅដល់5បាទចន្លោះពី 1% ទៅដល់ 5% បាទអញ្ចឹងបងប្អូនធ្វើការចុច create audience មកបាទអញ្ចឹងគឺរួចរាល់ហើយបងប្អូនណាបាទ audience របស់យើងគឺបានបង្កើតរួចហើយយើងមានក្រុម audience ចំនួន2បាទទី1គឺ custom audience ទី2 lookalike audience បាទអញ្ចឹងពេលដែលបងប្អូនប៊ូគឺបងប្អូនប្រើ audience ទាំងពីរហ្នឹងទៅអាចនឹង audience នេះប្រើ ad មួយទៅ audience នេះប្រើ ad មួយទៅដើម្បីយើងបានអតិថិជនគោលដៅផ្សេងគ្នាផងដែរបាទនេះគឺជា technique និងវិធីសាស្ត្រដែលអត់សូវមានអ្នកប្រើទេបងប្អូនណាបាទប៉ុន្តែបើសិនជាបងប្អូនចេះប្រើគឺបងប្អូននឹង boost ទៅកាន់ audience ហើយ boost ទៅកាន់អតិថិជនយ៉ាងចំគោលដៅយ៉ាងពិតប្រាកដតែ
ម្ដងបាទគឺវិធីសាស្ត្រនេះគឺចំបំផុតហើយបងប្អូនណាបាទយើងអត់ចាំបាច់ប្រើ audience រាវទៀតទេបាទអត់ចាំបាច់រាវទៅ closing រាវទៅណាទៅណីទៀតទេគឺយើង custom ចេញពីសកម្មភាពដែលពួកគាត់ចុច like ចុច comment ចុច chat មកលើ page យើងតែម្ដងបាទហ្នឹងបញ្ជាក់បានថាពួកគាត់ហ្នឹងគឺជាអតិថិជនដែលមានចំណាប់អារម្មណ៍បំផុតហើយបាទអញ្ចឹងយើងយកពួកគាត់មកធ្វើ custom រួចហើយយើងយក custom ហ្នឹងទៅបង្កើត lookalike មកតង់ទៀតបាទអញ្ចឹងយើងនឹងបាន audience ដែរចំគោលដៅហើយបងប្អូនណាបាទអញ្ចឹងរបៀបបួសអត់ពិបាកទេបងប្អូនណាខ្ញុំនឹងបង្ហាញបងប្អូនចូលមក campaign របស់យើងមកហើយបន្តមកទៀតបងប្អូនធ្វើការចុច create មកបាទហើយយើងយកកន្លែង engagement មកហើយបន្តមកទៀតបងប្អូនយក manual engagement campaign មកអូខេបន្តមកទៀតបងប្អូនធ្វើការដាក់ទឹកលុយធម្មតាបងប្អូនណាបាទខ្ញុំធ្វើលឿនជូនបងប្អូនដល់គ្នាបាទដោយសារវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនឆាប់យល់បាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនអាចរើសឈ្មោះ page បានណាបាទរើសឈ្មោះ page ដែលបងប្អូនចង់បានមកបាទឧទាហរណ៍ហើយមកដល់ set ចំនួនថ្ងៃចំនួនអីធម្មតាទៅបងប្អូនណាកន្លែងនេះគឺ set ធម្មតាទៅបាទអត់បញ្ហាទេ set ទៅហើយអញ្ចឹងមកដល់កន្លែង audience របស់យើងហើយបងប្អូនណាបងប្អូន switch ទៅកាន់ original audience សិនទៅដើម្បីងាយស្រួលនៅក្នុងការរើសបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនមើលកន្លែង custom audience នេះមកបងប្អូនចុចលើនេះមកបងប្អូននឹងឃើញហើយគឺមានពីរ option custom audience ហើយនិង lookalike audience បាទអញ្ចឹងពី option ហ្នឹងបងប្អូនអាច boost ចូលគ្នាក៏បានដែរបងប្អូនណាបាទ select យកទាំងអស់ទៅហើយ boost ចូលគ្នាក៏បានឬមួយក៏បងប្អូនប្រើពី ad ផ្សេងគ្នាក៏បានដែរពី campaign បងប្អូនពី campaign ផ្សេងគ្នាទៅទី1 boost ទៅកាន់ custom ទី2 boost ទៅកាន់ lookalike ទៅបាទចុះឧទាហរណ៍វីដេអូនេះគឺយើង boost ទៅកាន់ lookalike បងប្អូនបាទអញ្ចឹងបងប្អូន select យកមកពី1%រហូតដល់ 5% បងប្អូន select យកទាំងអស់ហ្នឹងមកបាទបងប្អូន select យកតែប៉ុណ្្នឹងមកគឺអូខេហើយមកដល់កន្លែងនេះបងប្អូនដាក់ location មកដាក់ location Cambodia ចឹងមកគឺងាយទេបងប្អូនណាបាទរបៀបធ្វើអត់ពិបាកទេបងប្អូនធ្វើប៉ុណ្្នឹងមកដាក់ location ឲ្យត្រឹមត្រូវហើយ scroll ឡើងបងប្អូនកំណត់អាយុបន្តិចមកបាទដើម្បីឲ្យកាន់តែចំគោលដៅកំណត់អាយុឲ្យត្រូវមកកន្លែង targeting នេះបងប្អូនអត់ចាំបាច់ដាក់ទេព្រោះ custom audience នេះគឺវាចំបំផុតហើយណាបាទវាចំគោលដៅបំផុតហើយយើងបានអតិថិជនដែលយើងចង់បានហើយអញ្ចឹងកន្លែងនេះយើងអត់ចាំបាច់ទៅដាក់ទៀតទេហើយសេសសល់រើសកន្លែង placement មកបងប្អូនមិនយក auto ទេជៀសវាង account ខ្មៅឆាតមកបងប្អូន set manual ទៅហើយធ្វើការដកនៅ option មួយចំនួនចោលទៅណាបាទធ្វើតាមខ្ញុំក៏បានដែរយើងដក in stream ad ចោលណាបងប្អូនបាទដកចោលទៅបាទហើយបន្តទៀតបងប្អូន select យក ad មកបាទយើង select យក exciting post មកហើយរើស ad ដែលបងប្អូនចង់ boost មកគឺ it's okay ហើយបងប្អូនណាបាទវិធីសាស្ត្រគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនទាំងគ្នាអាចអនុវត្តតាមបានហើយបើសិនជាបងប្អូនប្រើវិធីសាស្ត្រនេះទៅហើយឃើញថា message មិនល្អឬមួយក៏ការលក់មិនល្អទេបងប្អូនត្រូវតែកលេចមកមើលនៅការរៀបចំរូបភាពនិង page របស់បងប្អូនវិញព្រោះនេះគ្រាន់តែជាវិធីសាស្ត្រ boost បាទអញ្ចឹងសេសសល់គឺពឹងផ្អែកទៅលើផលិតផលនិងភាពតាក់ទាញនៃការរចនារូបភាពនិងវីដេអូរបស់បងប្អូនហើយបាទអញ្ចឹង technique នៃការ boost គឺយើងមានប៉ុណ្ណឹងណាបងប្អូនទាំងគ្នាអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ទៅកាន់បងប្អូនទាំងគ្នាហើយបើសិនជាចូលចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like និង comment មកលើវីដេអូនេះផងហើយបើសិនជាចង់បានវីដេអូថ្មីបន្តទៀតបងប្អូនអាចធ្វើការចុច subscribe នៅ channel ខ្ញុំផងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ